ពាក់ព័ន្ធទៅនឹងកាយវិការមនុស្សធម៌និងការជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងខាងខេត្តកំពង់ឆ្នាំងឯនោះវិញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីក៏បានបន្តចុះធ្វើសកម្មភាពពិនិត្យព្យាបាលនិងចាក់វ៉ាក់សាំង COVID-19 ដល់ជំរុញជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានពិនិត្យនិងព្យាបាលផ្ដល់ឱសថនិងចាក់វ៉ាក់សាំងជំងឺ COVID-19 ដល់ជំរុញជូនដល់បងប្អូនប្រជាពលរដ្ឋដែលឥតគិតថ្លៃនិងឥតគិតថវិកាបេសកកម្មនៅតំបន់ដាច់ស្រយាលក្នុងភូមិគិរីអភិវឌ្ឍឃុំឈៀនឡើងនិងឃុំក្រាំងលវាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងនាវេលាព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2025នេះឯកឧត្តមលេងផាលីរដ្ឋលេខាធិការក្រសួងផែនការនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានថ្លែងថាថ្ងៃនេះបាននាំយកនៅអំណោយជាថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីនិងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចំនួន82នាក់ក្នុងនោះស្រីចំនួន31នាក់ចុះពិនិត្យព្យាបាលនិងចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ដល់ជំរុញជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន2ឃុំគឺឃុំឈៀនឡើងនិងឃុំក្រាំងលវាបានចំនួន1269នាក់សកម្មភាពចុះពិនិត្យព្យាបាលជំងឺនិងចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាពលរដ្ឋតាមក្នុងផ្ទះនៅតំបន់ដាច់ស្រយាលនេះធ្វើឡើងរយៈពេល3ថ្ងៃពេញគឺចាប់ពីថ្ងៃទី6ដល់ថ្ងៃទី8ខែមិថុនាឆ្នាំ2025ក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាក្រុមប្រឹក្សាខេត្តនិងប្រជាជនខេត្តកំពង់ឆ្នាំងឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងក៏បានគោរពអរគុណដល់ឯកឧត្តមហ៊ុនម៉ាណីដែលតែងតែយកចិត្តទុកដាក់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងដោយឯកឧត្តមបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីផ្ទាល់មកពិនិត្យព្យាបាលនិងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ជំរុញនេះចំនួន13លើកនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋបានចំនួនជាង 30,000 នាក់ហើយថ្ងៃនេះជារបបថ្មីមួយទៀតដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការកំណែតម្រង់មួយផ្នែកនៅក្នុងចំណោមកំណែតម្រង់ផ្សេងៗទៀតពិសេសថ្ងៃនេះគឺកំណែតម្រង់លើវិស័យសុខាភិបាលអញ្ចឹងមិនមែនថាចាំតែប្រជាពលរដ្ឋពេលឈឺមានជំងឺអីបានទៅដល់មន្ទីរពេទ្យតទេគឺថាយើងយកអ្នកគ្រូពេទ្យលោកគ្រូពេទ្យមកពិនិត្យគាត់មកដល់មូលដ្ឋានមកដល់លំនៅឋានគាត់តតែម្ដងហើយតំបន់នេះជាតំបន់ដាច់ស្រយាលជាតំបន់ការធ្វើដំណើរក៏យើងស្ងាយជាងគេបន្តិចបាទព្រោះនេះវាជាប់នៅកំពង់ស្ពឺប៉ុន្តែអ្វីដែលលោកគ្រូអ្នកគ្រូពេទ្យមកពិនិត្យគឺថាបានយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់មនយកនេះបាទហើយសូមថ្លែងអរគុណដល់អាដាមហ៊ុនម៉ាណីហើយលោកគ្រូអ្នកគ្រូពេទ្យដែលជាថ្នាក់ដឹកនាំនៃលោកគ្រូពេទ្យស្ម័គ្រចិត្តបាទតែងតែយកចិត្តទុកដាក់ហើយមកពិនិត្យ13លើកនេះជាការយកចិត្តទុកដាក់មែនទែនហើយអ្វីដែលសំខាន់របស់សម្ដេចធិបតីគឺចង់ឲ្យផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋផ្ទាល់មិនថាសេវាដីធ្លីសេវាអត្តសញ្ញាណប័ណ្ណសេវាផ្សេងៗទៀតអានេះក៏ជាសញ្ញាថ្មីមួយដែលយើងចាប់ផ្ដើមចុះបង្កើតជាក្រុមទូចពីមុនយើងរៀបចំជាបាលជំងឺក្រុមធំម្ដងចង់ 10000 នាក់ប៉ុន្តែឥឡូវយើងចាប់ផ្ដើមចុះមកក្រុមទូចមានន័យថាយើងមកដល់គោលដៅផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្ដងដូចថ្ងៃនេះជាដើមគឺយើងបំបែកក្រុមទូចដែរមានន័យថាគ្រូពេទ្យត្រឹមតែ50-60 នាក់ប៉ុន្តែអ្វីដែលយើងមកដល់គឺគ្រូមកដល់ចិត្តផ្ទះគាត់តែម្ដងបាទអានេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលពិសេសគឺអាដាមហ៊ុនម៉ាណីបានផ្ដល់លោកគ្រូពេទ្យស្ម័គ្រចិត្តដែលមកដល់ព្យាបាលនេះជាទស្សនវិជ្ជាចាក់ស្ដែងតែម្ដងជាមួយគ្នានោះផងដែរបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិគិរីអភិវឌ្ឍឃុំឈៀនឡើងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងដែលបានមកទទួលការពិនិត្យពិគ្រោះព្យាបាលជំងឺនិងចាក់វ៉ាក់សាំងការពារ COVID-19 ដុសបន្ថែមពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានសម្ដែងក្តីរីករាយជាខ្លាំងដែលក្រុមគ្រូពេទ្យបានមកជួយប្រជាពលរដ្ឋព្រមទាំងបានជួយកាត់បន្ថយការចំណាយជាច្រើននិងធ្វើឲ្យពលរដ្ឋទទួលបានការព្យាបាលនិងទទួលឱសថដែលឥតគិតថ្លៃនិងបានធ្វើឲ្យសុខភាពរបស់ពួកគាត់បានល្អប្រសើរឡើងហើយក្នុងនាមខ្ញុំជាយុវជនសសកលនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយហើយនឹងពេញចិត្តនឹងចូលរួមជាមួយនឹងសកម្មភាពបាទហើយសប្បាយចិត្តឃើញប្រជាពលរដ្ឋប្រជាជនដែលបានទទួលសេវាកម្មពិនិត្យសុខភាពដោយអត់គិតថ្លៃនេះបាទហើយនេះគឺជាអំពើមួយជាសកម្មភាពមួយដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាមួយនឹងប្រជាពលរដ្ឋគ្រប់ទីកន្លែងហើយនិយាយមែនទែនទៅកន្លែងនេះគឺជាតំបន់មួយដាច់ស្រយាលជាងគេហើយគ្រូពេទ្យមកដល់ទៀតមិនធម្មតាទេអញ្ចឹងបានថា
គ្រប់ទីកន្លែងដែលជាបញ្ហារបស់ប្រជាពលរដ្ឋបញ្ហារបស់ប្រជាជននេះគឺជាបញ្ហារបស់ថ្នាក់ដឹកនាំដែលជាការដឹកនាំដ៏ល្អដែលធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើនហើយឲ្យមានសុខសន្តិភាពដល់ពេលនេះបាទខ្ញុំពិតជាអារម្មណ៍រំភើបហើយរកអ្វីប្រៀបផ្ទឹមបានជាមួយនឹងសកម្មភាពដែលល្អៗបែបនេះហើយខ្ញុំចង់ឲ្យមានសកម្មភាពនឹងច្រើនពីពេញប្រទេសកម្ពុជាយើងបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំដល់អាដាមហ៊ុនម៉ាណីដែលរៀបចំមានសកម្មភាពគ្រូពេទ្យស្ម័គ្រចិត្តដែលជាគ្រូពេទ្យទេវតាដែលបានចូលរួមជួយបាទប្រជាពលរដ្ឋដែលមានទុក្ខការលំបាកហើយកាត់បន្ថយការចំណាយទៅលើការចាយវាយនិងការទៅពិនិត្យហើយគាត់មកពិនិត្យឲ្យដល់មូលដ្ឋាននេះជាទង្វើនេះគឺជាទង្វើរបស់ទេវតាដែលល្អហើយយើងសកម្មភាពនេះគឺសូមថ្លែងអំណរគុណអាដាមហ៊ុនម៉ាណីដែលជាប្រធានសសកបាទថ្នាក់កណ្ដាលនេះដែលបានចូលរួមជួយហើយខ្ញុំសូមឲ្យលោកប្រធានរៀបចំសកម្មភាពល្អៗនេះឲ្យបានច្រើនជាមួយនឹងប្រជាជនដែលជួបការលំបាកបែបនេះបាទអញ្ចឹងសូមចុងក្រោយសូមជូនពរបាទសម្ដេចពុកសម្ដេចអធិបតីនិងអាដាមហ៊ុនម៉ាណីនិងសហការីនិងថ្នាក់ដឹកនាំគ្រប់ដំណាក់ថ្នាក់ឲ្យជួបតែសុខភាពល្អហើយនឹងបំពេញការងារឲ្យជោគជ័យគ្រប់ភារកិច្ចបាទចាក់វ៉ាក់សាំងនោះទី3គឺចាក់នុកចិត្តដើម្បីការពារជំងឺ Covid-19 នេះកុំឲ្យវារាលដាលដល់ប្រទេសជាតិយើងខ្ញុំសូមជូនអរគុណដល់គ្រូពេទ្យហ៊ុនម៉ាណីនឹងបានមកជួយប្រជាពលរដ្ឋនឹងសូមឲ្យសុខភាពល្អបរិបូរណ៍នៅក្នុងឱកាសនោះអាយដាមលេងផាលីក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារសសយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាយដាមហ៊ុនម៉ាណីបានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិដោយរួបរวมជាមួយនឹងសកម្មភាពសង្គមរបស់សសយកបន្ថែមទៀតហើយតាមរយៈការលះបង់នេះបានសរបញ្ជាក់ពីស្មារតីពីធ្នូដោយសមាជិកសមាជិកាសសយកសមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាយដាមហ៊ុនម៉ាណីមកពីប្រភពមានទូនាទីនិងមុខងារផ្សេងៗមករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែកមកធ្វើការងារជាក្រុមដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិនិងផ្ដល់ជាគំរូដល់សង្គមជាតិការចូលរួមសកម្មភាពបម្រើសង្គមរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្ដែងនិងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនដែលស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំ